យើងធ្លាប់តែឮ not only but also ត្រូវអត់ចឹងថ្ងៃនេះ teacher មាន clear មួយទៀតដែលគេដាក់ថា just because it doesn't mean ឬក៏ doesn't mean មានន័យថា it នេះយើងអាចដកចេញបានអូខេចឹង clear ហ្នឹងមានន័យថាគ្រាន់តែมันមានន័យថាអូខេគឺជាការបង្កើតប្រយោគមួយឬក៏ clear ដែលវែងមួយដែលមានតាមទម្រង់អញ្ចឹងយើងត្រូវប្រើ just because ហើយ doesn't mean ចឹងឧទាហរណ៍ថាយើងចង់និយាយថាចេះមិនព្រោះតអ្នកជាបងប្រុសរបស់ខ្ញុំអ្នកអាចយកលុយខ្ញុំបានរហូតនោះទេឬក៏មិនព្រោះតែអ្នកជាមេរបស់ខ្ញុំអ្នកអាចជាខ្ញុំគ្រប់យ៉ាងបានទេអញ្ចឹងឯហ្នឹងគឺយើងអាចប្រើ clear បែបហ្នឹងបានអូខេអញ្ចឹងឥឡូវ teacher ឧទាហរណ៍ឲ្យមួយចំនួនហើយយើងសាកឧទាហរណ៍ពីខ្លួនឯងវិញមើលថាគ្រាន់តែអីมันមានន័យថា yes អញ្ចឹងទីមួយ teacher មាន clear ថា just because you older than me it doesn't mean you can do what you want just because you are older than me it doesn't mean you can do what you want មានថាមិនគ្រាន់តែដោយសារតែអ្នកអាយុច្រើនជាងខ្ញុំឬក៏ចាស់ជាងខ្ញុំអ្នកអាចធ្វើអីតាមចិត្តអ្នកបានទេមានន័យថាទោះបីជាចាស់ជាងយើងមែនក៏មិនធ្វើតាមចិត្តដែរអូខេ and មួយទៀត just because you are my ex boyfriend it doesn't mean you know everything about me ចឹងកន្លែងហ្នឹងមានន័យថាមិនគ្រាន់តែសារណាអ្នកជាអតីតមិត្តរបស់ខ្ញុំអ្នកស្គាល់ឬក៏ដឹងពីខ្ញុំគ្រប់យ៉ាងនោះទេមានថាមានអីផ្សេងទៀតដែលគាត់ដឹងអូខេចឹង clear ហ្នឹងគឺមានន័យបែបហ្នឹងចឹងគ្នាយើងសារដឹកនឹកហើយទៅ say teacher មួយមើលដែលប្រើ clear មួយហ្នឹងដាក់ឲ្យឈឺបំផុតមក and that's all for today any question អាច comment ខាងក្រោមបាន bye